ក្តៅតែតងទៅនឹងរឿងរ៉ាវរបស់ម្ចាស់ Page Business Advisor បងប្អូនកុំភ្លេចជួយ share ព័ត៌មាននេះម្នាក់មួយងគ្នាដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានដឹងជាព័ត៌មានពីព្រោះមានបងប្អូនយើងជាច្រើនដែលគាត់បារម្ភហើយឆ្ងល់តែតងទៅនឹងករណីនៃការខាត់ខ្លួនរបស់ម្ចាស់ Page Business Advisor ហើយគ្រប់គ្នាដែលទទួលបាននៅដំណឹងនេះគឺតាមរយៈគណនី Facebook ផ្លូវការរបស់បងទេប៉ុនដែលគាត់បានផុសរូបភាពម្ចាស់ Page Business Advisor បន្តមកទៀតក៏គាត់បានសរសេរ status ថាម្ចាស់ Page Business Advisor ត្រូវបានសមាជិកខេត្តកណ្ដាលធ្វើការខាត់ខ្លួនប៉ុន្តែនៅក្នុងមូលហេតុអ្វីមួយនោះបងទេប៉ុនក៏មិនបានដឹងដែរគ្រាន់តែបងទេប៉ុនគាត់ផុសតែប៉ុណ្្នឹងគឺមានការចាប់អារម្មណ៍មានការ share មានការ comment សម្ដែងនៅចម្ងល់ឆ្ងល់ថាតើរឿងអីមានបញ្ហាអីបានជាគាត់ត្រូវបានសមាជិកខាត់ខ្លួនអញ្ចឹងណាក្រោយពីនឹងហើយមួយថ្ងៃគឺនៅក្នុងបណ្ដាញសង្គមផ្ទុះខ្លាំងមែនតើអ្នកធ្វើ content តាមបណ្ដាញសង្គមអ្នកលេងតាមបណ្ដាញសង្គមជាច្រើនដែលជា fan របស់បងម្ចាស់ page business advisor ពួកគាត់តែងតែធ្វើវីដេអូចែករំលែកនៅចំណេះដឹងក៏ជា status ល្អជាច្រើនអញ្ចឹងណាអញ្ចឹងក៏មាន fan គាត់គ្រប់គ្រងច្រើនរហូតដល់អ្នកដែលគេតាមដាន page របស់គាត់ហ្នឹងគឺមានរហូតដល់ទៅជិត2លានអ្នក 1.9 អញ្ចឹងខ្វះតែបន្តិចទៀតគឺ2លានអ្នកអញ្ចឹងគឺមានការឆ្ងល់ខ្លាំងថាតើមានរឿងហេតុអ្វីទៅបានជាមានការខាត់ខ្លួនគាត់អីចឹងណាម្នាក់ហ្នឹងគឺចេញមកសម្ដែងនៅចម្ងល់គ្រប់គ្នារហូតដល់លោកគ្រូផុនភក្តីដែលបងចូលចេញវីដេអូការពីវីដេអូមុនហ្នឹងក៏បានបញ្ជាក់ដូចគ្នាព្រះអង្គក៏ឆ្ងល់ដូចគ្នាហើយព្រះអង្គក៏ដឹងថាតើសាច់រឿងគឺយ៉ាងម៉េចមានបងប្អូនយើងនឹងឆាតទៅប្រាប់ព្រះអង្គក៏បានផុសនៅ status ហ្នឹងមកថាអត់ដឹងថាខុសរឿងអីបើសិនជានៅក្នុង page business advisor ហ្នឹងព្រះអង្គចូលទៅអូសមើលហ្នឹងគឺដូចជាអត់មានឃើញអីខុសទៅលើផ្លូវច្បាប់សោះមានតែវីដេអូដែលចែករំលែកនៅចំណេះដឹងឬក៏មានវីដេអូណាមួយដែលគាត់និយាយខុសអីចឹងទៅតែគាត់បានលុបចោលអីចឹងទៅឬក៏គាត់ខុសទៅលើបទអ្វីមួយផ្សេងក្រៅពីការបង្ហាញតាមរយៈ page business advisor របស់គាត់អីចឹងឬក៏យ៉ាងណាលោកគ្រូផុនភក្តីលោកថាអត់បានដឹងរឿងហ្នឹងចឹងពិបាកក្នុងការនិយាយអញ្ចឹងណារហូតដល់ចុងក្រោយស្នើថាលោកពូសមត្ថកិច្ចអ្នកដែលគាត់ជាអ្នកពាក់ព័ន្ធលើករណីហ្នឹងក៏សូមចេញមកជួយបញ្ជាក់ផងថាតើគាត់ខ្លួននៅក្នុងហេតុករណីអ្វីដែរដើម្បីឲ្យបងប្អូនជាច្រើនដែលគាត់កំពុងតែឆ្ងល់នេះបានដឹងពីព្រោះម្ចាស់ page business advisor គឺជាបុគ្គលសាធារណៈហើយមានអ្នកតាមដានក៏ដូចជាគ្រប់គ្រងនៅការធ្វើវីដេអូរបស់គាត់ច្រើនអញ្ចឹងក៏មានការងឿងឆ្ងល់អញ្ចឹងហើយក៏ចង់ឲ្យលោកពូសមត្ថកិច្ចហ្នឹងចេញមកធ្វើការបញ្ជាក់ថាគាត់ខុសពីបទអីអញ្ចឹងទៅនេះគឺជាការលើកឡើងរបស់លោកគ្រូផុនភក្តីកាលពីម្សិលមិញបងប្អូនណាប៉ុន្តែមុននឹងមិញនេះបងប្អូនជាទីគោរពគឺទទួលបាននៅដំណឹងបន្ថែមតាមរយៈ Facebook ផ្លូវការរបស់បងទេប៉ុនដូចគ្នាដែលគាត់បានផុសរូបបងម្ចាស់ page business advisor ហើយក៏បានសេសស្ថិតបញ្ជាក់ថាទទួលបានដំណឹងហើយថាបងម្ចាស់ page business advisor ដែលមានឈ្មោះថាសារៈហ្នឹងគឺត្រូវបានដោះលែងវិញហើយបងប្អូនណាអញ្ចឹងគឺមុននឹងមាញ់ហ្នឹងទេមិនតាន់បានដល់20នាទីនៅឡើយទេបងប្អូនជាទីគោរពអញ្ចឹងកុំភ្លេច share ទាំងអស់គ្នាផងដើម្បីបងប្អូនយើងផ្សេងដែលចង់ដឹងពីសុខទុក្ខបងម្ចាស់ page business advisor ហ្នឹងឲ្យបានដឹងថាពេលនេះគឺគាត់ត្រូវបានដោះលែងវិញហើយណាចាអរគុណបងចៅសូមគោរពលាហើយរកការខុសឆ្គងរបស់អ្នកខ្ញុំក៏សូមអភ័យទោសជួបគ្នាជាមួយនឹងអ្នកខ្ញុំនៅវីដេអូក្រោយៗជាបន្តសូមអរគុណ